នៅក្នុងកម្មវិធីមួយនេះបងប្អូនអរគ្នាប្រទេសសៀមគឺគេបានរៀបចំដោយបណ្ដុះផ្នត់កំណត់នឹងតែចំហទៅដល់ប្រជាជនសៀមគេបងប្អូនឃើញចំណងជើងគេដាក់អីឈឺហើយត្រូវតែចាំកុំទុកចិត្តខ្មែរទៀតទាំងវាគឺជាឃាតករទាំងវាគឺជាចោរដែលរដ្ឋាភិបាលឆ្លៀនពៀនទឹកដីខ្មែរយើងវាសរសេរពាក្យនេះមកនៅក្នុងការនិយាយប្រដបបទសម្ភាសគឺគេនិយាយអូចុះថាខ្មែរយើងនេះអាក្រក់ណាស់ខ្មែរយើងនេះប្រើអាវុធ BM21 នេះបាញ់ស្រោចទៅលើគេដោយមិនស្អត់ដៃតែក្រឡេកមកមើលយើងវិញតើវាប្រើអាវុធអីខ្លះ A16 Gripen drone គ្រាប់បែកចង្កោមយកមកទម្លាក់សម្រាប់ប្រជាជនខ្មែរយើងសម្រាប់វិរៈកងទ័ពខ្មែរយើងវាមកប្លន់ទឹកដីយើងតែវាបង្កើតកម្មវិធីនេះឡើងមកនេះតែអ្វីដែលខ្ញុំហួសចិត្តណាបងប្អូនអរគ្នាខ្ញុំហួសចិត្តជាមួយនឹងខ្មែរមួយចំនួនដែលពួកវានៅតែមិនមានការឈឺចាប់វានៅតែភ្លេចនៅទង្វើដេរឆារបស់សៀមនៅតែគ្រប់គ្រងផលិតផលសៀមហេតុអ្វីបែន11ចូលណែណាតាមក្រសាំងរបស់សៀមតាមម៉ាតរបស់សៀមហើយបើនៅ TK នោះពលឺបងប្អូនប្រាប់ថាច្រើនដែរនៅ Eon វិញពេញនៅ Macro វិញពេញហាងរបស់សៀមគឺចូលណែនហេតុអីហើយសំខាន់នេះចូលឆ្នាំខ្មែរនេះយកម្សៅឃាតករយកមកលាបលើក្បាលខ្លួនឯងយកមកគ្រប់គ្រងលាបមុខលាបមាត់ហើយនេះថាម្សៅខ្លះហួតដលេដល់ថ្នាក់ជួយគ្រប់គ្រងអាវ៉ាន់ហួតដលេរបស់សៀមទៀតបងប្អូនអានសំណេររបស់វិរៈកងទ័ពជួមុខហើយខ្ញុំមានអារម្មណ៍ថាសំណោះគាត់ណាតើពួកគាត់ឈឺចាប់ប៉ុណ្ណាតើពួកគាត់ពើផ្សាយប៉ុណ្ណានៅពេលដែលឃើញប្រជាជនខ្មែរនៅតែគ្រប់គ្រងឃាតករដែលត្រៀមតែកាន់អាវុធមកសម្រាប់ពួកគាត់នេះរាល់ថ្ងៃអាវុធទំនើបរបស់វាបែកក្នុងមកជុំរកវិរៈកងទ័ពជួមុខគ្រប់គ្នាតែហេតុអ្វីនៅតែមានខ្មែរដែលជាជនរងគ្រោះនេះនៅតែគ្រប់គ្រងឃាតករអញ្ចឹងវាប្រើអាវុធទំនើបណាស់សម្រាប់ប្រជាជនខ្មែរយើងសម្រាប់វិរៈកងទ័ពជួមុខយើងដោយមិនញញើតដៃតើទង្វើព្រៃផ្សៃរបស់ពួកសត្វដេរឆានសៀមអស់នេះមិនអាចធ្វើឲ្យបងប្អូនទាំងអស់គ្នាឈឺចាប់បានទេយ៉ាងម៉េចហ៎មុននឹងឈានជើងចូលទៅក្នុងកន្លែងរបស់ពួកវាគ្រប់គ្រងអាវ៉ាន់របស់ពួកវាគ្រប់គ្រងហាងពួកវាសូមត្រូវរំលឹកខ្លួនអញ្ចឹងអូកន្លែងរបស់ឃាតករកន្លែងរបស់ពួកចៅដេរឆានដែលក្នុងទឹកដីយើងត្រូវពួកវាប្លន់យកទៅមិនទាន់ទីមទីយកបានមកវិញផងហេតុអ្វីក៏ភ្លេចងាយយ៉ាងនេះហេតុអ្វីយកម្សៅអស់នេះមកប៉ាតលើក្បាលគ្រប់ពួកវាដល់កម្រិតហ្នឹងបងប្អូនអរគុណចូលឆ្នាំខ្មែរខ្ញុំមកដើរលេងហើយខ្ញុំមកផ្ទះម៉ាក់ខ្ញុំលេងផ្ទះខ្ញុំហើយអ្វីដែលខ្ញុំជឿចាប់ខ្ញុំអង្គុយមើលអីអូផេកមើលខ្ញុំឃើញសំឡេងខ្ញុំឃើញសម្ដីរបស់បងប្អូនវិរៈកងទ័ពជួមុខហើយខ្ញុំសុខថ្នាក់ទេបងប្អូនអរគុណពីថ្ងៃខ្ញុំធ្វើវីដេអូអត់ចាញ់ទេខ្ញុំស្រណោះពួកគាត់អត់មានថ្ងៃចូលឆ្នាំជាមួយយើងគាត់ការពារនៅតាមព្រំដែរតែខ្មែរយើងសប្បាយអ៊ូអរនៅក្នុងប្រទេសគ្រាន់តែចូលរួមមួយទេកុំគ្រប់គ្រងផលិតផលសៀមធ្វើអត់បានតើគ្រាន់តែប៉ុណ្្នឹងធ្វើមិនបានហើយតែមានឆន្ទៈត្រង់ណាដែលស្នេហាជាតិការពារជាតិបានសូមធ្វើវាឡើងសូមកុំគ្រប់គ្រងឃាតករទៀតកុំយល់លុយចំណេញឲ្យឃាតករទិញអាវុធមកសម្រាប់ប្រជាជនខ្មែរយើងទៀតគេមានគោលបំណងចង់សម្លាប់ចង់រំលាយពូជសាសន៍យើងចោលហើយហេតុអ្វីនៅតែមិនមានខួរឈឺចាប់ចឹងហ៎ข่าวดีอยู่เจ็บแล้วต้องจำอย่าไว้ใจแมนคำนี้นะพวกกูเป็นคนขมายพูดได้แต่พวกมึงเป็นสัตว์โจรเดรัจฉานมันไม่สมควรพูดแบบนี้หรอกมึงว่าพวกกูเนี่ยไว้ใจไม่ได้พวกมึงนี่ไว้ใจได้เหรอไอ้พวกสัตว์เดรัจฉานพวกมึงเนี่ยเป็นพวกนรกส่งมาเกิดพวกมึงเนี่ยคิดว่าตัวเองดีหรือไงฮะใช้อาวุธทันสมัยทุกอย่างกริปเพนไอ10 มาถล่มประเทศของกูแล้วพวกมึงอะมาเราหาแบบไม่ได้ยังไงฮะนั่งเหาวันเนี่ยไม่รู้ว่ารายการอะไรบ้างดีเลิศมากไอสัตว์เดรัจฉานกูดูเขาพวกมึงทุกวันเนี่ยกูโคตรมันใส่แล้วยิ่งเกลียดพวกมึงมากเพราะว่าสันดานเดรัจฉานพวกมึงอะมันเป็นโจรทิมจิตใจชั่วร้ายมากจิตใจพวกมึงอะชั่วเกินมนุษย์เจ็บแล้วต้องจำใช่พวกกูเจ็บมากพวกกูจุดจำการกระทำพวกมึงที่ทำกับประเทศของกูตลอดชีวิตชั่วกันพวกมึงไม่ต้องคิดหรอกว่าประชาชนខ្មែរกูจะลืมการกระทำพวกมึงกับประเทศของกูนะประเทศพวกมึงเนี่ยเป็นสัตว์เดรัจฉานแล้วเป็นสัตว์ที่ไม่น่าไว้ใจด้วย